សួស្តីទាំងអស់គ្នាហើយក៏ Happy New Year សម្រាប់ឆ្នាំ2026ដែលនឹងមកដល់ក្នុងពេលឆាប់នេះយើងក៏ទៅពេលវេលាដើរលឿនដល់ហើយទៅតែឆ្លងឆ្នាំថ្ងៃណានេះសោះឆ្នាំ2025ហើយឥឡូវយើងឆ្លងមកដល់ឆ្នាំ2026ហើយអ្នកទាំងអស់គ្នាឆ្នាំហ្នឹងអាយុប្រហែលហើយការរស់នៅរបស់យើងមានស្ថានភាពល្អប្រសើរជាងមុនឬក៏ដូចមុនឬក៏ដុនដាបជាងមុនខ្ញុំជឿថាស្ថានភាពម្នាក់វាអាចប្រែប្រួលទៅតាមស្ថានភាពផ្សេងគ្នាទៅតាមកលៈទេសៈផ្សេងគ្នាហើយទៅតាមចំណេះដឹងនៅអាកាសដែលយើងទទួលបានផ្សេងគ្នាអញ្ចឹងអ្វីមួយដែលយើងគួរតែសួរខ្លួនឯងនោះគឺយើងមើលមកខ្លួនឯងណាពីមួយឆ្នាំទៅមួយឆ្នាំយើងមានការប្រែប្រួលអីខ្លះប្រែប្រួលត្រង់នេះខ្ញុំចង់ឲ្យទាំងអស់គ្នាពិនិត្យមើលទៅលើសមត្ថភាពចំណេះដឹងជំនាញហើយនឹងឱកាសផ្សេងដែលចូលមកក្នុងជីវិតយើងហើយយើងអាចចាប់វាបានហើយអាចអភិវឌ្ឍខ្លួនបានកម្រិតណាហើយយើងមិនដែលដាស់តឿនខ្លួនឯងអត់ពីមួយថ្ងៃទៅមួយថ្ងៃកុំឲ្យពេលវេលាដើរទៅដោយឥតន័យនិយាយទៅអញ្ចឹងជាទូទៅរៀងរាល់ឆ្នាំយើងតែងតែសួរខ្លួនឯងយើងតែងតែកំណត់គោលដៅយើងតែងតែចង់បានអីមួយដើម្បីធ្វើឲ្យខ្លួនឯងជីវិតខ្លួនឯងផ្លាស់ប្ដូរហើយភាគច្រើនមនុស្សភាគច្រើនបានតែឡងពេល 2-3 ថ្ងៃដើមឆ្នាំហ្នឹងទេហើយបន្ទាប់មកគាត់ប្រើជីវិតរបស់ខ្លួនឯងដូចតាមមុនដដែលអញ្ចឹងវាអត់មានអីខុសប្លែកទេនិយាយទៅវាអត់មានអីចម្លែកដែលជីវិតរបស់ពួកគាត់ហ្នឹងជួបតែរឿងដដែលហើយអ្នកខ្លះយ៉ាប់ជាងមុនទៀតហើយបើសិនជាពេលនេះថ្ងៃនេះឬក៏ឆ្នាំនេះយើងមិនប្រឹងប្រែងឬក៏មិនរៀបចំគោលដៅផែនការផ្សេងដើម្បីឈោងចាប់យកឱកាសទេយើងអាចនឹងដូចឆ្នាំមុនទៀតអញ្ចឹងគឺផែនការនៅតែផែនការយូរទៅផែនការលែងជាផែនការវាទៅជាផែនស្កវិញអញ្ចឹងជីវិតរបស់យើងនៅតែដដែលពីមួយថ្ងៃទៅមួយថ្ងៃរស់កំដរផែនដីអត់មានដឹងថាខ្លួនឯងចង់ធ្វើអីចង់ទៅណាលេងខ្ញុំធ្លាប់អានសៀវភៅមួយគេនិយាយថាជាទូទៅមនុស្សខ្ជិលអត់មានទេតែគាត់មានតែមនុស្សដែលអត់មានគោលដៅមនុស្សដែលអត់មានគោលដៅគឺពេលដែលគាត់ភ្ញាក់ពីគេងឡើងគាត់អត់ដឹងថាគាត់ត្រូវធ្វើអីគាត់អត់ដឹងថាគាត់ត្រូវទៅណាហើយអត់ដឹងថាពេលខ្លះអត់ដឹងថាគាត់នឹងត្រូវរស់នៅដើម្បីអីទៀតអាហ្នឹងវាជាដើមហេតុមួយដែលធ្វើឲ្យមនុស្សមួយចំនួនហ្នឹងកើតមានជំងឺបាក់ទឹកចិត្តដែរអញ្ចឹងនៅក្នុងឆ្នាំថ្មីនេះអ្វីដែលខ្ញុំចង់ឲ្យយោបល់គ្រាន់តែជាយោបល់យើងអាចទៅសិក្សាស្វែងយល់បន្ថែមទៀតខ្ញុំគិតថាយើងគួរតែមានការវិភាគប្រចាំថ្ងៃនិយាយទៅក្រោយពីគេយើងសួរខ្លួនឯងមកថ្ងៃហ្នឹងយើងចង់សម្រេចអីគេខ្លះទីហើយយើងភ្ញាក់ពីគេងឡើងយើងអាចញ៉ាំទឹកមួយកែវហាត់ប្រាណ 20-30 នាទីញ៉ាំអាហារដែលមានសុខភាពល្អហើយបន្ទាប់មកយើងទៅធ្វើការកំណត់សមិទ្ធផលការងារដែលយើងចង់បានប្រចាំថ្ងៃអញ្ចឹងយើងរៀនធ្វើអាទម្លាប់ទូចនឹងសិនបន្ទាប់មកចាំយើងមានអារម្មណ៍ល្អមានអារម្មណ៍ថាខ្លួនឯងរីកចម្រើនហើយយើងឈានទៅជំហានបន្ទាប់ទៀតយើងដាក់គោលដៅខ្លួនឯងថាធ្វើជាមនុស្សដែលមានភាពស្វែងហាប់ជាងមុនហើយដើម្បីឲ្យមានភាពស្វែងហាប់ជាងមុនតើយើងមានសុខភាពល្អសិនមានផ្លូវចិត្តរឹងមាំសិនហើយមួយទៀតទៅមួយការអានខ្ញុំគិតថាការអានសំខាន់ហើយបើតាមសិក្សាស្វែងយល់ពីប្រវត្តិបុគ្គលដែលគេមានកេរ្តិ៍ឈ្មោះឬក៏អ្នកជោគជ័យជុំវិញពិភពលោកអញ្ចឹងណាគេសម្រេចបានលទ្ធផលធំសម្រាប់ជីវិតគេគឺអ្វីមួយដែលគេតែងតែមានហ្នឹងគឺការអានពេលខ្លះបើសិនយើងអត់ដែរមានទម្លាប់ទេយើងអាចចាប់ផ្ដើមធ្វើមួយទំព័រពីរទំព័រឬក៏យើងអាចចំណាយពេលធ្វើ10នាទីសិនបន្ទាប់មកធ្វើវាជាទម្លាប់ដែលយើងខ្វះលែងបានណាអញ្ចឹងបើសិនយើងអត់ធ្លាប់អានសៀវភៅពីដំបូងវានឹងពិបាកបន្តិចតែគាត់នៅពេលយើងធ្លាប់អានរងថ្ងៃយើងមានអារម្មណ៍ថាពេលយើងអត់អានមួយថ្ងៃមានអារម្មណ៍ថាសប្បុរសក្នុងខ្លួនហ
ហើយមានអារម្មណ៍ថាយើងត្រូវតែអានដើម្បីបង្កើនចំណេះដឹងអីមួយនិយាយទៅមួយថ្ងៃតិចតួច1% 2%ពេលខ្លះយើងអត់បានដឹងទេតែគ្រាន់តែរយៈពេល1ខែ2ខែ1ឆ្នាំ2ឆ្នាំយើងមានអារម្មណ៍ថាខ្លួនឯងចាប់ផ្ដើមរីកចម្រើនជាងមុនណាអញ្ចឹងដើម្បីទទួលបានអ្វីជាលទ្ធផលដែលយើងចង់បានហ្នឹងទោះតែចាប់ផ្ដើមពីឥឡូវទៅលទ្ធផលដែលយើងមានថ្ងៃនេះវាកើតឡើងពីការសម្រេចចិត្តរបស់យើងកាលពីម្សិលមិញកាលពីអាទិត្យមុនឬក៏កាលពីឆ្នាំមុនអញ្ចឹងបើសិនជាយើងចង់ឲ្យជីវិតរបស់យើងផ្លាស់ប្រែជីវិតរបស់យើងរឹងមាំជាងមុនឆ្លាតជាងមុនស្អាតជាងមុនមានសុខភាពល្អជាងមុនយើងត្រូវតែកំណត់គោលដៅពីឥឡូវទៅយើងរៀនសិក្សាពីអ្នកជំនាញខ្លួនដែលមើលទៅដែលគិតថាគេគ្រាន់បើគិតថាគេមានលទ្ធផលច្រើនសិក្សាស្វែងយល់ពីគេហើយសួរមនុស្សជុំវិញខ្លួនដែលយើងគិតថាគេល្អជាងយើងណាអញ្ចឹងជាទូទៅមនុស្សម្នាក់គាត់សាងហេតុដែរបើគាត់មានផលដូចរងថ្ងៃអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថានៅឆ្នាំ2026នេះយើងនឹងរីកចម្រើនទៅមុខទាំងអស់គ្នាទោះបីជាមិនបានច្រើនអីណាយ៉ាងហោចណាស់ក៏យើងគ្រាន់បើជាងឆ្នាំចាស់កុំឲ្យមានពាក្យថាស្ដាយក្រោយនៅពេលដែលឆ្លងឆ្នាំ2027នៅឆ្នាំក្រោយទៀតបាទអរគុណច្រើន